របៀបស្នើសុំបញ្ជាក់សេវាផ្ទាល់ខ្លួននៃនិច្ចានុកូលកម្មតាមប្រព័ន្ធអនឡាញលោកអ្នកអាចស្នើសុំបញ្ជាក់និច្ចានុកូលកម្មរួមមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារបន្ទាប់ពីទទួលបានការអនុម័តលើការស្នើសុំគណនីថ្មីអ្នកស្នើសុំសេវាអាចចូលប្រើប្រាស់ប្រព័ន្ធនិងដាក់ពាក្យស្នើសុំសេវាតាមរយៈទី1តាមរយៈ website ផ្លូវការទី2តាមរយៈការ scan QR code ជំហានដំបូងសូមចូលទៅកាន់គណនីសូមបញ្ចូលលេខអត្តសញ្ញាណប័ណ្ណពាក្យសម្ងាត់លេខកូដសុវត្ថិភាពបន្ទាប់មកចុចប៊ូតុងចូលគណនីសូមចុចប៊ូតុងស្នើសុំសេវាថ្មីសូមជ្រើសរើសយកការងារនិច្ចានុកូលកម្មបន្ទាប់មកសូមជ្រើសរើសប្រភេទសេវាមានដូចជាអត្តសញ្ញាណប័ណ្ណសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារប្រព័ន្ធនឹងទាញយកព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិចេញពីទិន្នន័យដែលបានបំពេញកាលពីបង្កើតគណនីដំបូងអ្នកស្នើសុំគ្រាន់តែបំពេញបន្ថែមនៅព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងសេវានិងធ្វើការអាប់ឡូតឯកសារដែលចង់បានតែប៉ុណ្ណោះបន្ទាប់មកសូមចុចយល់ព្រមលក្ខខណ្ឌប្រើប្រាស់និងចុចប៊ូតុងដាក់ស្នើសុំនិងធ្វើការរងចាំប្រព័ន្ធនឹងបញ្ជាក់ការស្នើសុំរបស់លោកអ្នកទទួលបានជោគជ័យនិងព័ត៌មានអំពីការស្នើសុំរៀបចំនិងផលិតវីដេអូដោយរដ្ឋបាលខណ្ឌចំការមន